មុននឹងយើងស្វែងយល់ប្រធានបទជាមួយគ្នាដែលមានចំណងជើងថាលទ្ធផលនៃការមិនស្ដាប់បង្គាប់សូមបងប្អូនទាំងអស់គ្នាចូលទៅកាន់ខគម្ពីរជាមួយខ្ញុំជាមុនសិននៅក្នុងចោទយកថាជំពូក28ខ15ប៉ុន្តែបើឯងមិនព្រមស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះអ្នកឯងហើយមិនប្រយ័ត្ននិងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តីបញ្ញត្តិនិងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះទេនោះអស់ទាំងសេចក្តីបណ្ដាសាទាំងនោះនឹងផ្សាយមកលើឯងហើយរត់មករកឯងផងនៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរចនាសម្ព័ន្ធនៃសណ្ដាប់ធ្នាប់និងការគោរពវិន័យគឺជាគ្រឹះយ៉ាងសំខាន់សម្រាប់ទ្រទ្រង់សន្តិភាពនិងភាពសុខសាន្តរបស់មនុស្សជាតិប៉ុន្តែជាញឹកញាប់មនុស្សភាគច្រើនតែងតែប្រឈមមុខនឹងជម្រើសរវាងការដើរតាមផ្លូវដែលត្រឹមត្រូវនិងការជ្រើសរើសដើរតាមអំពើចិត្តរបស់ខ្លួនឯងនៅពេលដែលបុគ្គលម្នាក់ៗមើលរំលងនៅការណែនាំដ៏ល្អហើយជ្រើសរើសផ្លូវនៃការមិនស្ដាប់បង្គាប់នោះជាផលលំបាកជាច្រើននឹងចាប់ផ្ដើមលេចរូបរាងនៅក្នុងជីវិតដោយនាំមកនូវសេចក្តីទុក្ខសោកនិងការបាត់បង់ទិសដៅតើការមិនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ផ្ដល់នូវផលប៉ះពាល់បែបណាខ្លះដល់ជីវិតខាងវិញ្ញាណនិងជីវិតរស់នៅប្រចាំថ្ងៃដើម្បីជាប្រយោជន៍ដល់ការពិចារណានិងការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើបញ្ហានេះយើងសូមអញ្ជើញលោកអ្នកសិក្សានៅលើចំណុចសំខាន់ៗដូចខាងក្រោមចំណុចទី1ការបាត់បង់សន្តិភាពនិងការរស់នៅក្នុងភាពភ័យខ្លាចជាបឋមយើងសូមពិចារណាទៅលើផលប៉ះពាល់ដំបូងបំផុតដែលកើតមានក្នុងចិត្តមនុស្សនៅក្នុងពេលធ្វើការផ្លាស់ប្ដូរទិសដៅចេញពីការណែនាំដ៏ល្អដូចមានចែងនៅក្នុងលោកុប្បត្តិចំពុក3ខ8ដល់ខ9រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃលហើយនោះអាដាមនិងប្រពន្ធគាត់ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្ដាលដើមឈើក្នុងសួនច្បារព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអាដាមដោយបន្ទូលថាឯងនៅឯណានៅក្នុងខ្លឹមសារនៃខគម្ពីរនេះយើងឃើញថានៅពេលដែលមនុស្សដំបូងបានជ្រើសរើសមិនស្ដាប់បង្គាប់ពួកគេបានឮសំឡេងនៃព្រះអម្ចាស់ហើយដើរក្នុងសួនច្បារនោះពួកគេបានពួនដោយសារតែសេចក្តីភ័យខ្លាចនេះបង្ហាញយ៉ាងច្បាស់ថាលទ្ធផលភ្លាមនៃការមិនស្ដាប់បង្គាប់គឺជាការបាត់បង់ភាពស្ងប់សុខក្នុងចិត្តនិងការបង្កើតគម្លាតរវាងមនុស្សនិងព្រះដែលបង្កើតនៅពេលចិត្តគំនិតលែងរស់នៅក្នុងផ្លូវនៃការល្អនោះសេចក្តីតក់ស្លុតនិងភាពស្មុគស្មាញនឹងចូលជំនួសកន្លែងនៃសន្តិភាពបន្ថែមលើការបាត់បង់សន្តិភាពក្នុងចិត្តការមិនស្ដាប់បង្គាប់ក៏នាំឲ្យមនុស្សបាត់បង់ទិសដៅច្បាស់លាស់ដូចមានចែងនៅក្នុងចោទយកថាចំពុក28ខ29ថាឯងនឹងដើរស្ទាបរកផ្លូវទាំងថ្ងៃត្រង់ដូចជាមនុស្សខ្វាក់ស្ទាបរកផ្លូវក្នុងទីងងឹតដែរហើយឯងនឹងធ្វើការអ្វីតាមផ្លូវប្រព្រឹត្តរបស់ឯងក៏មិនកើតឡើយគេនឹងសង្កត់សង្កិនឯងជានិច្ចហើយបំបត្តិយករបស់ឯងជាដរាបឥតមានអ្នកណាជួយឡើយខ្លឹមសារនេះបានប្រៀបធៀបមនុស្សដែលមិនស្ដាប់បង្គាប់ទៅនឹងបុគ្គលដែលរើសរើកនៅពេលថ្ងៃត្រង់ដូចជាមនុស្សខ្វាក់ការមិនស្ដាប់បង្គាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ធ្វើឲ្យប្រាជ្ញាខាងវិញ្ញាណត្រូវងងឹតសូន្យនាំឲ្យមនុស្សធ្វើការសម្រេចចិត្តខុសឆ្គងរវើរវាយនិងជួបប្រទះនូវការបរាជ័យក្នុងជីវិតរស់នៅពីព្រោះពួកគេបានបោះបង់ពន្លឺនៃសេចក្តីពិតដែលជាគ្រឿងតម្រង់ទិសដៅម្យ៉ាងទៀតការមិនស្ដាប់បង្គាប់តែងតែបង្កើតឲ្យមានបន្ទុកផ្លូវចិត្តដ៏ធ្ងន់ធ្ងរមនុស្សអាចព្យាយាមស្វែងរកសេចក្តីសុខពីពិភពខាងក្រៅប៉ុន្តែដរាបណាពួកគេនៅតែបដិសេធសេចក្តីណែនាំនៃព្រះអម្ចាស់នោះចិត្តគំនិតរបស់គេនឹងនៅតែជួបប្រទះនឹងការរវើរវាយនិងការភ័យខ្លាចចំពោះផលវិបាកនៃការផ្ទុយពីច្បាប់ព្រះនិងព្រះបន្ទូលសរុបមកតាមរយៈការពិចារណាលើចំណុចខាងលើនេះយើងអាចឃើញយ៉ាងច្បាស់ថាផលវិបាកដំបូងនៃការមិនស្ដាប់បង្គាប់គឺការបំផ្លាញសន្តិភាពខាងក្នុងហើយបង្កើតនូវសេចក្តីភ័យខ្លាចនិងធ្វើឲ្យមនុស្សបាត់បង់ពន្លឺតម្រង់ទិសដៅក្នុងជីវិតចំណុចទី2បែកបាក់ទំនាក់ទំនងនិងប្រយោជន៍ក្នុងពួកជំនុំឬក្នុងសង្គមតភ្ជាប់ពីផលវិបាកផ្លូវចិត្តបុគ្គលយើងក៏លេចមកមើលផលប៉ះពាល់ដែលរីករាលដាលដល់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សនៅក្នុងពួកជំនុំឬក្នុងសង្គមវិញដូចមានចែងនៅក្នុងយ៉ាកុបចំពុក4ខ1ដល់ខ2ឯសេចក្តីទាស់ទែងនិងសេចក្តីឆ្លុះប្រកែកក្នុងពួកអ្នករកគ្នានោះមកពីណាតើមិនមែនមកពីសេចក្តីសម្រើបដែលច្បាំងក្នុងអវយវៈរបស់អ្នករកគ្នាទេឬអីអ្នករកគ្នាសង្វាតចង់បានតែមិនបានទេអ្នករកគ្នាសម្លាប់គេហើយមានចិត្តច្រណែន
តែពុំអាចនឹងបានឡើយក៏ឆ្លោះប្រកែកហើយតយុទ្ធគ្នាតែមិនបានអ្វីសោះពីព្រោះមិនសូមខុសគម្ពីរនេះបង្ហាញថាការទាស់តែងគ្នានិងការច្បាំងគ្នារវាងមនុស្សជាតិគឺកើតចេញពីបំណងប្រាថ្នាទុច្ចរិតនិងការមិនស្ដាប់បង្គាប់តាមច្បាប់នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់នៅពេលមនុស្សម្នាក់គិតតែពីបំណងប្រាថ្នាផ្ទាល់ខ្លួនហើយមើលរំលងការល្អនោះទំនាក់ទំនងក្នុងគ្រួសារសហគមន៍និងក្រុមជំនុំត្រូវប្រឈមមុខនឹងការបែកបាក់ភាពរកាំរកូសនិងការខ្វះទំនុកចិត្តលើគ្នាទៅវិញទៅមកមិនត្រឹមតែបង្កើតឲ្យមានការបែកបាក់ប៉ុណ្ណោះទេការមិនស្ដាប់បង្គាប់ថែមទាំងរារាំងមនុស្សមិនបានទទួលនូវសេចក្តីអរគុណនិងព្រះពរក្នុងការធ្វើការរួមគ្នាដូចមានចែងនៅក្នុងលូកាចំពុក5ខ5ផងដែរថាស៊ីម៉ូនទូលឆ្លើយថាលោកគ្រូអើយយប់មិញយើងខ្ញុំបានខំដឹកអួនទាល់ភ្លឺគ្មានអ្វីសោះតែខ្ញុំនឹងទម្លាក់អួនតាមពាក្យលោកមើលតាមរយៈបទពិសោធន៍របស់ពួកសាវកដែលបានធ្វើការជីកទម្ងន់អស់មួយយប់ប៉ុន្តែមិនបានអ្វីសោះនៅពេលនេសាទតាមគំនិតផ្ទាល់ខ្លួនបានបញ្ជាក់ថាការប្រឹងប្រែងដោយគ្មានការស្ដាប់បង្គាប់តាមព្រះយេស៊ូវគ្រីស្ទតែងតែនាំមកភាពទទេស្អាតលុះត្រាតែពួកគេព្រមស្ដាប់និងធ្វើតាមព្រះបន្ទូលទើបការអស្ចារ្យនៃផលប្រយោជន៍និងសេចក្តីសុខសាន្តអាចកើតមានឡើងបានលើសពីនេះទៅទៀតនៅក្នុងរចនាសម្ព័ន្ធនៃសង្គមរស់នៅប្រសិនបើបុគ្គលម្នាក់ខ្វះការស្ដាប់បង្គាប់នោះសណ្ដាប់ធ្នាប់ទូទៅនឹងត្រូវខាតបង់ការបដិសេធមិនធ្វើការល្អនិងការប្រព្រឹត្តតាមអំពើចិត្តមិននាំផលល្អតែនាំទុក្ខទោសដល់ខ្លួនឯងប៉ុណ្ណោះទេថែមទាំងរំខានដល់សេចក្តីសុខស្ងសាន្តរបស់អ្នកដទៃដែលនៅជុំវិញខ្លួនផងដែរសរុបសេចក្តីមកផលប៉ះពាល់នៃការមិនស្ដាប់បង្គាប់មិនត្រឹមតែទាក់ទងដល់បុគ្គលម្នាក់ប៉ុណ្ណោះទេប៉ុន្តែបានរីករាលដាលដល់ការបំផ្លាញទំនាក់ទំនងល្អភាពស្អិតរមួតនិងភាពស្និទ្ធស្នាលនៅក្នុងក្រុមជំនុំនិងសង្គមទាំងមូលឆ្លងកាត់ការសិក្សានិងបកស្រាយលើចំណុចទាំងឡាយខាងលើរាប់ចាប់ពីផលប៉ះពាល់ផ្លូវចិត្តរហូតដល់ទំនាក់ទំនងសង្គមនិងអាចសន្និដ្ឋានបានថាផលប៉ះពាល់នៃការមិនស្ដាប់បង្គាប់គឺជាខ្សែសង្វាក់នៃសេចក្តីទុក្ខសោកវាចាប់ផ្ដើមពីការបាត់បង់សន្តិភាពក្នុងចិត្តការកើតមានសេចក្តីភ័យខ្លាចការរស់នៅក្នុងភាពងងឹតរហូតឈានទៅដល់ការបែកបាក់សាមគ្គីភាពនិងការបាត់បង់ព្រះពរដែលព្រះអម្ចាស់បានរៀបចំទុកសម្រាប់មនុស្សជាតិយ៉ាងណាមិញផ្អែកលើការពិចារណាយ៉ាងល្អិតល្អន់ខាងលើយើងអាចសន្និដ្ឋានបានយ៉ាងច្បាស់ថាការមិនស្ដាប់បង្គាប់ព្រះបន្ទូលនិងច្បាប់នៃសេចក្តីពិតមិនមែននាំមកនូវផលវិជ្ជមានឬក្តីសុខពិតប្រាកដដល់ជីវិតមនុស្សឡើយមានតែការដើរក្នុងផ្លូវនៃសេចក្តីកត់ខ្លាចដល់ព្រះអម្ចាស់និងការស្ដាប់បង្គាប់ប៉ុណ្ណោះដែលជាគ្រឹះនៃប្រាជ្ញានិងសេចក្តីសុខសាន្តហេតុនេះហើយនេះគឺជាឱកាសមួយដ៏ប្រពៃសម្រាប់យើងរាល់គ្នាក្នុងការត្រួតពិនិត្យនិងឆ្លុះបញ្ចាំងមើលជីវិតផ្ទាល់ខ្លួនឡើងវិញតែនៅក្នុងការរស់នៅប្រចាំថ្ងៃយើងបានជ្រើសរើសដើរតាមការណែនាំដ៏ត្រឹមត្រូវឬមួយក៏យើងកំពុងតែបណ្ដោយឲ្យគំនិតរឹងរូសនៃការមិនស្ដាប់បង្គាប់ដឹកនាំជីវិតរបស់យើងឲ្យជួបប្រទះនូវភាពស្មុគស្មាញជាចុងក្រោយសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាឲ្យបន្តស្វែងរកនិងប្រកាន់ខ្ជាប់នូវការល្អដោយការផ្លាស់ប្ដូរចិត្តគំនិតមកទទួលការស្ដាប់បង្គាប់ដោយស្មោះត្រង់សូមឲ្យយើងបើកចិត្តទទួលយកព្រះបន្ទូលនិងការណែនាំពីព្រះអង្គម្ចាស់ព្រោះតាមរយៈការស្ដាប់បង្គាប់និងការរស់នៅក្នុងសេចក្តីស្រឡាញ់នោះជីវិតរបស់យើងគ្រួសាររបស់យើងនិងពួកជំនុំរបស់យើងនឹងបានប្រកបដោយការអស្ចារ្យសន្តិភាពនិងសុខដុមរមនាយ៉ាងពិតប្រាកដអាមែនសូមព្រះប្រទានពរ